ប្រវត្តិបារមីទួលបារាយណ៍អណ្ដែតទួលបារាយណ៍អណ្ដែតឬទួលអស់លោកជាបូជនីយដ្ឋានមួយកន្លែងដែលស្ថិតនៅស្រុកកំពង់លាវនៃខេត្តព្រៃវែងជាកន្លែងមួយដែលអ្នកស្រុកហៅថាទួលអស់លោកជាទីប្រជុំអ្នកតានិងបារមីដ៏ស័ក្តិសិទ្ធិមួយដែលល្បីថាអ្នកតូចអ្នកធំជាច្រើនមិនថាជិតឬឆ្ងាយតែងតែមកគោរពបួងសួងបន់ស្រន់សុំអ្វីមួយតែងតែសម្រេចដោយបំណងហើយអ្នកឈឺថ្កាត់ក៏បានជាវិញនិងភារកិច្ចផ្សេងតែងតែសម្រេចដោយបំណងមិនតែប៉ុណ្ណោះអ្នកស្រាវជ្រាវក៏ពិនិត្យឃើញបំណែកវត្ថុបុរាណគួរឲ្យកត់សម្គាល់មួយចំនួននៅទីនោះផងដែរមានដូចជាសិវលិង្គយោនីនាងឧមានិងគំនរថ្មបាយក្រៀមជាដើមតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញផ្នែកចុះបញ្ជីស្ថានីយ៍បុរាណរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានពិនិត្យនិងចាត់ថ្នាក់ទួលអស់លោកជាទួលដ៏ធំមួយព័ទ្ធជុំវិញដោយគូទឹកដែលជាលំនាំរចនាសម្ព័ន្ធបុរាណមកដល់បច្ចុប្បន្នគេជឿថាទួលនេះជាកន្លែងគោរពបូជាដ៏ស័ក្តិសិទ្ធិមានបារមីដ៏ក្រៃលែងរហូតចារថាជាទួលបារាយណ៍អណ្ដែតប្រវត្តិនៃទួលបារាយណ៍អណ្ដែតនេះឮតាមចាស់ក្នុងភូមិនិយាយតគ្នាមកថាជាទួលបុរាណយូរណាស់មកហើយតាំងពីដឹងក្តីមកមិនដែលឃើញទួលនេះលិចទឹកឡើយបើទោះបីតំបន់ជុំវិញក៏បាត់ក្រោមទឹកឬទឹកឡើងធំប៉ុណ្ណាក៏ដោយមានរឿងដំណាលថាដើមឡើយទួលនេះមានដើមឈើតូចធំក្រាស់ឃ្មឹកសម្បូរទៅដោយសត្វអសិរពិសហើយនៅក្នុងរដូវវស្សាទឹកតែងតែឡើងពាបជុំវិញពុំមានផ្លូវថ្មើរជើងចូលឡើយបើសិនជាមានមនុស្សច្រើនចូលលើទួលនេះហើយដើរទៅផ្នែកខាងត្បូងនោះផ្នែកខាងជើងនឹងបះឡើងបើសិនទៅផ្នែកខាងកើតនោះផ្នែកខាងលិចនឹងបះឡើងហាក់បីដូចជាទួលនេះកំពុងតែអណ្ដែតនៅលើផ្ទៃទឹកទើបមានឈ្មោះហៅថាទួលបារាយណ៍អណ្ដែតក្រៅពីរូបសំណាក់អ្នកតាបារាយណ៍អណ្ដែតនៅលើទួលបុរាណនេះក៏មានសេនាហែហោមច្រើនទៀតដូចជាអ្នកតាដំបងដែកអ្នកតាខ្លោងទ្វារអ្នកតាសំរិទ្ធអ្នកតារំពាត់មាសអ្នកតាក្រហមលោកយាយទេពលោកយាយម៉ៅនិងលោកយាយអាកាសជាដើមដែលត្រូវអន្ទង់ហៅឲ្យមកសន្ធិដ្ឋនៅលើទីទួលនេះជុំគ្នាបច្ចុប្បន្នទួលបារាយណ៍អណ្ដែតមិនត្រឹមតែជាកន្លែងបន់ស្រន់ប៉ុណ្ណោះទេវាក៏ក្លាយជាទីសម្រាកលំហែកាយរបស់សាធារណជនផងដែរព្រោះមានខ្យល់អាកាសបរិសុទ្ធព័ទ្ធដោយទឹកនិងដើមឈើធំដែលនាំឲ្យរសាយអស់ទុក្ខកង្វល់សង្ខេបសេចក្តីមកទួលអស់លោកគឺជាបុរាណដ្ឋានមួយដែលជាទីប្រជុំអ្នកតានិងបារមីហើយមិនថាអ្នកនៅក្នុងស្រុកនិងអ្នកក្រៅស្រុកជាច្រើនបានចាត់ទុកទួលនេះជាទួលសក្ការៈបូជាដ៏សំខាន់ដែលគេពុំហ៊ានរំលងម្ល៉េះហើយការកសាងជួសជុលនិងរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីនៅទីនេះចេះតែកើតឡើងជាបន្តបន្ទាប់ផងដែរ